បាទឱកាសលើកទៅហ្គោមួយទល់នឹង0កាត់តែតបញ្ចូលទីដោយណូនីម៉ាឌូកេបានមួយគ្រាប់ហើយមកបន្ទាប់ពីបាទការប្រកួតបាន60នាទីអាសនលគឺទៅតែរកគ្រាប់បាល់បានមកទៅលើក្រុមមក Brentford ក្នុងនាមជាក្រុមម្ចាស់ផ្ទះមកកន្លងនេះលុកជាប់ទាត់ឃ្លាបាទ Pero Handicapie ជាអ្នកក្រោះចូលមកតែតកន្លងនេះដាច់ចង្កេះបាទដាច់ចង្កេះបាទអ្នកចាំទីបាទ Gallagher របស់ក្រុមមក Brentford ផងដែរអញ្ចឹងលទ្ធផលជាបណ្ដោះអាសន្ន1-0ដែលកំភ្លើងធំអាសនលដាក់ការនាំមុខទៅលើក្រុមម្ចាស់ផ្ទះ Brentford បាទមកកាយវិការរបស់លោក Mikel Arteta គាត់សប្បាយចិត្តខ្លាំងមែនទែនមកត្រៀមមកឱកាសគប់ចូលតែតមួយក្បាលថែម Goal 1-1 Kenny Lewis Petter ជាអ្នកសម្រេចគ្រាប់បាល់តាមស្មើឲ្យ Brentford មកតាមស្មើទៅលើក្រុមកំភ្លើងធំ Arsenal 1-1 ផងដែរមកលឿនពេកបាទរូបភាពយឺតបញ្ជាក់មកម្ដងទៀតមកកាយូដេជាអ្នកគប់ចូលហើយក៏តែតថែមផ្លឹបបាទមក Kenny Lewis Petter មកនៅតែតាមស្មើបានសម្រាប់ Brentford មក over 2កន្លះប្រិមយើងកំពុងតែញញឹមហើយកំពុងតែញញឹមហើយសល់ពេល20នាទីចុងក្រោយណា1នាទីគឺនៅច្រើនដែរមកឱកាសលើកមកឆ្វេង Thiago ជួយបានពី Christian Mosquera វីអូយបាទលេងល្អទៅបាទ Brentford បាទ Thiago មកក្រែងមកឆ្លាតបាទសម្រាប់ Mosquera មកស្លាយកាត់តន់បាទប្រិមិត្តយើងមកកន្លងនេះស្លាយកាត់តន់ Henry ស្រូមកឆ្វេង Ortega ទម្លាក់ឱកាសអត់ចំបាល់ទេទាត់ផ្ដាច់មក Jensen ឲ្យ Thiago មិនចាំគោលដៅទេអូឡាប់របស់ Brentford ទេមកយូរទៅ Brentford សម្រុកវិញមកនេះមានតែអស់សាយឯណាលេមកជើងស្ដាំនេះរំលងរបស់ទីជិនក្រៅអូកំភ្លើងធំហ្នឹងនេះអាមិនទេមកធ្លាប់តែសម្រុកធ្លាប់តែបុកគេចុងវគ្គឥឡូវនេះគឺបាស Brentford បុកវិញមកចុងវគ្គទី2ផ្លុំកញ្ចែបញ្ចប់ការប្រកួតបាត់ទៅហើយបាទលទ្ធផលជាផ្លូវការក្រុមទាំងពីរគឺស្មើគ្នា1-1បាទប្រិមត្តយើងបាទស្មើគ្នា1-1ហើយការប្រកួតយើងក៏ដល់ទីបញ្ចប់សូមអរគុណមកប្រិមត្តយើងដែលចូលទស្សនាតាំងពីវគ្គទី1រហូតដល់ចុងបញ្ចប់នៃការប្រកួតក៏សូម